បងកញ្ចប់ពេទ្យទៅខាងម៉ាឡេបន្ទាប់ពីចុះតម្លៃ$60ឡើងមុនហើយគឺត្រឹមតែ2ថ្ងៃលក់អស់ចំនួន30នាក់ជាងអញ្ចឹងគឺយើងបិទឲ្យ promotion ហ្នឹងអាចធ្វើបានទៀតទេឥឡូវហ្នឹងកម្មវិធីបន្ទាប់មកទៀតនេះបងអាចជ្រើសរើសយកបានណាចេញតារាងថ្ងៃទី16រយៈពេល4ថ្ងៃ16មកពេល19ចេញតារាងថ្ងៃទី18មកពេល21 4ថ្ងៃដែរចេញតារាងថ្ងៃទី17មកពេល19រយៈពេល3ថ្ងៃ2យប់អញ្ចឹងកញ្ចប់ទៅខាងពេទ្យម៉ាឡេហ្នឹងគឺមានសម្រាប់2កញ្ចប់ហ្នឹងក្នុងមួយថ្ងៃខ្ញុំចុះឲ្យបង20រៀលទៀតខ្ញុំចុះ20រៀលទៀតណាជាទូទៅបើសិនជា3ថ្ងៃ357បើសិនជា4ថ្ងៃ387ចឹងខ្ញុំចុះឲ្យបង20រៀលទៀតសេវាកម្មរក្សាគុណភាពជូនបងនៅដដែលការកក់ណាត់កក់អីមន្ទីរពេទ្យគឺរក្សាជូនបងនៅដដែលទៅសេវាកម្មដដែលទាំងអស់គ្រាន់តែខាងមន្ទីរពេទ្យហ្នឹងគេអាចចូលរួមដល់តែ60ដូចមុនទៀតបានទេដោយសារថ្ងៃមុនយើងយកលេសថាថ្ងៃ8ខែ8តែឥឡូវហ្នឹងយើងអស់ថ្ងៃ8ខែ8ហើយអញ្ចឹងខ្ញុំសុំគេបានត្រឹម20រៀលជូនបងទេអញ្ចឹងយើងយកត្រឹមតែមួយថ្ងៃ10នាក់មួយថ្ងៃ10នាក់បើសិនជាពេញ3ថ្ងៃ10នាក់ហ្នឹងគឺលែងមានទេណាបងចាចឹងបើសិនជាបងចាប់អារម្មណ៍បញ្ញាប់ចុះឈ្មោះឲ្យបានលឿនបិទថ្ងៃចុះឈ្មោះបិទថ្ងៃបិទតម្លៃតែម្ដងចាហើយសម្រាប់ពេទ្យវិញបងកុំភ័យមានមន្ទីរពេទ្យThomson ជាមន្ទីរពេទ្យស្តង់ដាររបស់សិង្ហបុរីមានមន្ទីរពេទ្យ Sunway Medical Center ដែលជាមន្ទីរពេទ្យធំប្រចាំនៅម៉ាឡេមួយបងធ្លាប់ដឹងហើយមានមន្ទីរពេទ្យស៊ូបាំងយ៉ាយ៉ាជាមន្ទីរពេទ្យល្បីមួយប្រចាំនៅម៉ាឡេដែរមានមន្ទីរពេទ្យនៅកណ្ដាលក្រុងមន្ទីរពេទ្យ Prince Court ដែលជាទូទៅមានតារានៅម៉ាឡេនេះច្រើនតែគាត់ទៅចាហើយបន្ទាប់មកគឺមានមន្ទីរពេទ្យ Glen Eagle ក៏ជាមន្ទីរពេទ្យស្តង់ដាររបស់សិង្ហបុរីដែរមានន័យថាមានសាខានៅសិង្ហបុរីហើយក្រៅពីហ្នឹងគឺមានមន្ទីរពេទ្យ KPJ ចាហើយមានមន្ទីរពេទ្យដាម៉ាន់សារ៉ាធូសុទ្ធសឹងជាមន្ទីរពេទ្យរបស់ម៉ាឡេទាំងអស់អញ្ចឹងបងចង់អញ្ជើញទៅមន្ទីរពេទ្យមួយណាក៏បានដូចគ្នាចាគ្រាន់តែថាពួកខ្ញុំកក់ណាត់កក់ពេទ្យឲ្យបងព្រោះយើងធ្វើការជាមួយនឹងខាងមន្ទីរពេទ្យហើយដំណឹងពិសេសមួយទៀតជូនបងហ្នឹងគឺបើសិនជាបងពិបាកក្នុងការប្រឹក្សាបងអាចអញ្ជើញមកដល់ Sky King ពួកខ្ញុំមានដុកទ័រចាដុកទ័រម្នាក់ដែលគាត់នឹងរងចាំជួបជាមួយបងពិគ្រោះយោបល់ផ្ទាល់តែម្ដងបងងាយស្រួលបងប្រាប់ព័ត៌មានមកពួកខ្ញុំមានដុកទ័រខ្ញុំធ្វើការដុកទ័រខ្ញុំធ្វើការមួយដុកទ័រខាងម៉ាឡេហ្មងអញ្ចឹងដោយសារតែយើងគឺជាអ្នកតំណាងច្បាស់លាស់របស់ខាងម៉ាឡេចាពេទ្យម៉ាឡេអញ្ចឹងយើងធ្វើការជាមួយពេទ្យពេលខ្លះបងអាចកក់ណាត់ខ្លួនឯងអញ្ចឹងបងគ្រាន់តែមើលទៅតាម profile របស់ពេទ្យប៉ុន្តែនៅមានករណីមួយចំនួនទៀតដែលបងដូចថាខ្វះចន្លោះអញ្ចឹងណាចាអញ្ចឹងបងអាចធ្វើការកក់ណាត់របស់ពួកខ្ញុំទៅមានអស់លុយអស់អីទេព្រោះពួកខ្ញុំជាតំណាងបងទីពេទ្យស្រាប់ហើយចាអញ្ចឹងសង្ឃឹមថាព័ត៌មានមួយហ្នឹងនឹងជូនដល់បងហើយចុះម្នាក់20រៀលបងកុំភ្លេចឲ្យសោះចាអរគុណ